បាទជំរាបសួរពុកម៉ែបងប្អូននេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដោយវីដេអូនេះគឺខ្ញុំបានយកមកនិយាយអំពីខេត្តបន្ទាយមានជ័យបានច្បាស់ណាស់ថាពុកម៉ែបងប្អូនចង់ដឹងថាខេត្តមួយនេះមានប្រជាជនប៉ុន្មានមានផ្ទៃក្រឡាប៉ុន្មានហើយបានបង្កើតឡើងនៅឆ្នាំណាហើយមួយទៀតគឺពុកម៉ែបងប្អូនចង់ដឹងថាខេត្តនេះមានព្រំប្រទល់ជិតនឹងខេត្តណាខ្លះបាទដូច្នេះកុំឲ្យខាត់ពេលយូរខ្ញុំបាននាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាជាមួយវីដេអូការអាននៅខេត្តបន្ទាយមានជ័យជាមួយនឹងខ្ញុំបាទខេត្តបន្ទាយមានជ័យគឺជាខេត្តមួយនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចុងភាគនៃប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់មួយរបស់ប្រទេសជាតិខេត្តនេះមានព្រំប្រទល់ជិតនឹងខេត្តឧត្តរមានជ័យខាងកើតជិបនឹងខេត្តសៀមរាបខាងត្បូងជិបនឹងខេត្តបាត់ដំបងនិងមានព្រំដែនរួមអន្តរជាតិប្រទេសសៀមនិងខាងលិចទីរួមខេត្តទីក្រុងធំបង្អស់គឺក្រុងសិរីសភ័ណ្ឌនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យគឺជាខេត្តធំបង្អស់ទី13នៃព្រះរាជាណាចក្រកម្ពុជាខេត្តនេះមានក្រុងចំនួន2គឺក្រុងសិរីសភ័ណ្ឌនិងក្រុងប៉ោយប៉ែតនៅពេលខាងលិចនៃខេត្តគឺជាព្រំដែនអន្តរជាតិឆ្លងចូលទៅខេត្តស្រះកែវប្រទេសសៀមដែលមានប្រវែង153គីឡូម៉ែត្រខេត្តបន្ទាយមានជ័យគឺជាខេត្តមួយក្នុងចំណោមខេត្តទាំង9ដែលជាផ្នែកនៃទុនបម្រុងជីវមណ្ឌលទន្លេសាបបានខេត្តបន្ទាយមានជ័យនេះគឺមានក្រុង2និងស្រុក7ខេត្តនេះមានផ្ទៃក្រឡា6,679គីឡូម៉ែត្រការ៉េមានប្រជាជនសរុប 947,186 នាក់បាទចំនួនប្រជាជននេះគឺជំរឿននៅក្នុងឆ្នាំ2023លក្ខណៈបាទនេះគឺឈានដល់លក្ខណៈទូទៅនៃខេត្តនេះស្ថិតនៅចម្ងាយ359គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ5និងមានទីតាំងជិតនឹងព្រំប្រទល់ខេត្តបាត់ដំបងខេត្តឧត្តរមានជ័យខេត្តសៀមរាបនិងខេត្តស្រះកែវប្រទេសសៀមខេត្តបន្ទាយមានជ័យកំពុងទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករតាមរយៈកាស៊ីណូខ្នាតអន្តរជាតិមួយដែលកំពុងបើកឲ្យមានការចូលលេងកម្សាន្តទាំងយប់ទាំងថ្ងៃតំបន់កាស៊ីណូនេះក៏មានរៀបចំផ្នែកផ្សេងទៀតដូចជាភោជនីយដ្ឋានសន្តាគារផ្សារលក់អីវ៉ាន់ផងដែរភ្ញៀវដែលកំសាន្តនៅទីនោះភាគច្រើនមកពីប្រទេសសៀមនិងប្រទេសចិនហើយភ្ញៀវជាតិផ្សេងទៀតពុំសូវមាននោះទេបើចំពោះជនជាតិខ្មែរជាអ្នកទេសចរសាមញ្ញពួកគេច្រើនទៅដើរកំសាន្តភ្នែកតែប៉ុណ្ណោះពុំសូវមានអ្នកចូលទៅដើម្បីប្រព្រឹត្តល្បែងស៊ីសងនោះឡើយមិនមែនមានតែតំបន់កំសាន្តច្រកព្រំដែនលក្ខណៈអន្តរជាតិប៉ោយប៉ែតប៉ុណ្ណោះទេដែលភ្ញៀវទេសចរចាប់អារម្មណ៍នោះខេត្តបន្ទាយមានជ័យនៅមានតំបន់កំសាន្តមួយចំនួនទៀតដែលបានទាក់ទាញនិងកំពុងអភិវឌ្ឍដើម្បីទាក់ទាញភ្ញៀវទេសចរផងទៀតខេត្តឧត្តរមានជ័យគឺជាតំបន់នេះគឺជាផ្នែកមួយនៃអាណាចក្រខ្មែរដោយសារនៅភាគខាងជើងខេត្តគេឃើញមានប្រាសាទបន្ទាយឆ្មារដែលគេជឿថាត្រូវបានកសាងឡើងនៅរវាងសតវត្សទី12និងសតវត្សទី13ប្រាសាទដែលគេស្គាល់តិចតួចជាងគេគឺប្រាសាទបន្ទាយនាងនិងប្រាសាទបន្ទាយទ័ពនៅសតវត្សទី17សៀមបានឈ្លានពានកាន់កាប់ប្រទេសកម្ពុជាហើយបានប្រែឈ្មោះខេត្តបន្ទាយមានជ័យជាខេត្តស៊ីសុផុននៅឆ្នាំ1907សៀមបានប្រគល់នេះខេត្តនេះទៅឲ្យបារាំងក្រោយមកត្រូវបានបញ្ចូលជាដែនដីខេត្តបាត់ដំបងវិញនៅឆ្នាំ1795សៀមបានត្រួតត្រាលើព្រះរាជាណាចក្រកម្ពុជាភាគខាងលិចហើយបានធ្វើតំបន់នោះក្លាយជាខេត្តសៀមនៃកម្ពុជាភាគខាងក្នុងដែលមានទីរដ្ឋបាលនៅខេត្តព្រះដំបងឬខេត្តបាត់ដំបងខេត្តនេះបានបន្តនៅក្រោមការត្រួតត្រារបស់សៀមរហូតដល់ឆ្នាំ1907នៅពេលនោះសៀមបាន
ជួយប្រែទៅខាងក្នុងប្រទេសកម្ពុជាដើម្បីយកទំនិញត្រឡប់ទៅខេត្តត្រាច់និងដានជ័យវិញនៅក្នុងឆ្នាំដដែលព្រះបាទស៊ីសុវត្ថិបានសម្រេចព្រះទ័យបំបែកខេត្តកម្ពុជាភាគខាងក្នុងដែលត្រឡប់មកវិញទៅជាខេត្តបាត់ដំបងដែលរួមមានស្រីសុភ័ណ្ឌនិងខេត្តសៀមរាបនៅគ្រាដែលសៀមបានបញ្ចូលកម្ពុជាបែកខាងលិចទឹកដីរបស់ខ្លួនឡើងវិញនៅឆ្នាំ1441សេរីសុភ័ណ្ឌបានបំបែកចេញពីខេត្តបាត់ដំបងនិងមានទីរួមខេត្តរដ្ឋបាលនៅខេត្តវិបុលសង្គ្រាមដែលបានបន្តរហូតដល់ឆ្នាំ1946នៅពេលដែលតំបន់នោះទាំងស្រុងបានវង្វេងត្រឡប់មកក្រោមការគ្រប់គ្រងរបស់បារាំងបាទដូច្នេះបងប្អូនចង់ដឹងថាមូលហេតុអ្វីបានជាខេត្តនេះឈ្មោះថាខេត្តបន្ទាយមានជ័យបាទដូច្នេះមកស្ដាប់ជាមួយនឹងខ្ញុំបាទឈ្មោះបន្ទាយមានជ័យគឺមកពីសម្គាល់បន្ទាយនៃកងទ័ពអំឡុងទសវត្សរ៍ទី80បូកនឹងពាក្យមានជ័យមានន័យថាឈ្នះឬជោគជ័យគឺជោគជ័យតាំងពីយុទ្ធនាការរដូវក្តៅឆ្នាំ1984 85មកទើបរដ្ឋអំណាចសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាបង្កើតខេត្តបន្ទាយមានជ័យជាខេត្តទី22ក្នុងឆ្នាំ1987ហើយនឹងសម្ពោធដំណើរការក្នុងឆ្នាំ1988នៅថ្ងៃទី7ខែមករាឆ្នាំ1988ខេត្តបន្ទាយមានជ័យត្រូវបានបំបែកចេញពីអតីត5ស្រុកខាងជើងមានខេត្តបាត់ដំបងមុនឆ្នាំ1988បូករួមទាំងស្រុកបន្ទាយ7នៃអតីតខេត្តសៀមរាបឧត្តរមានជ័យដែលមានស្រុកដំបងចំនួន5គឺស្រុកមង្គលបុរីស្រុកថ្មពួកស្រុកសេរីសុភ័ណ្ឌស្រុកព្រះនេត្រព្រះនិងស្រុកភ្នំស្រុកបាទដូច្នេះការអានប្រវត្តិខេត្តខេត្តបន្ទាយមានជ័យនិងលក្ខណៈទូទៅក៏បានបញ្ចប់បាទដូច្នេះខ្ញុំមកបង្ហាញពីស្រុកនិងក្រុងដែលនៅក្នុងខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យស្ថិតក្នុងប្រទេសកម្ពុជាដែលមាន7ស្រុកនិង2ក្រុងបាទដូច្នេះខ្ញុំបានរៀបរាប់ស្រុកដែលនៅក្នុងខេត្តបន្ទាយមានជ័យគឺស្រុកមង្គលបុរីស្រុកភ្នំស្រុកស្រុកព្រះនេត្រព្រះស្រុកអូជ្រៅក្រុងសេរីសុភ័ណ្ឌស្រុកថ្មពួកស្រុកស្វាយជ័យស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតបាទដូច្នេះគឺស្រុកនៅក្នុងខេត្តបន្ទាយមានជ័យគឺមានស្រុកចំនួន7បូកជាមួយនឹងក្រុង2គឺសរុបទាំង9គឺមាន7ស្រុកនិង2ក្រុងដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់គឺខ្ញុំមកបង្ហាញម្ដងទៀតគឺខេត្តនេះបានបង្កើតឡើងនៅឆ្នាំ1987មាន2ក្រុងនិង7ស្រុកផ្ទៃដីសរុបមាន6679គីឡូម៉ែត្រការ៉េបានចំណែកប្រជាជនគឺ947,186 នាក់បាទដូច្នេះសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំរហូតដល់ចប់